Hello សួស្តីកូនក្មួយទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Kid Guru Tech Academy ថ្ងៃនេះយើងនឹងមកស្គាល់ឧបករណ៍ដ៏អស្ចារ្យមួយដែលយើងឲ្យឈ្មោះថា BBC Microbit តែក្មួយធ្លាប់ស្រមៃថាយើងអាចបង្កើត game ឬក៏បង្កើតមនុស្សយន្តឬគ្រប់គ្រងភ្លើងចរាចរណ៍ដោយខ្លួនឯងដែរទេជាមួយ Microbit ក្មួយអាចធ្វើបានMicrobit គឺជាកុំព្យូទ័រតូចមួយដែលត្រូវបានរចនាឡើងសម្រាប់កុមារនិងចាប់ផ្ដើមរៀន programming វាត្រូវបានប្រើនៅសាលារៀនជាច្រើនជុំវិញពិភពលោកដើម្បីបង្រៀន coding តាមរបៀបសប្បាយៗងាយៗហើយយើងអាចបង្កើត robot អ្វីផ្សេងទៀតដែលយើងចង់បានដើម្បីងាយស្រួលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃក្មួយមិនចាំបាច់ចេះ programming ទេយើងគ្រាន់តែចាប់ផ្ដើមនៅពេលនេះជាមួយនឹងKid Guru Tech Academy អូខេឥឡូវចូលមកដល់អ្វីទៅជា Microbit ហើយនេះគឺជា Microbit វាមានអេក្រង់ LED 25គ្រាប់វាមានប៊ូតុង A ប៊ូតុង B រុន USB រុនភ្ជាប់ថ្ម sensor សម្រាប់វាស់សីតុណ្ហភាព sensor ចលនាត្រីវិស័យ Bluetooth និង radio ផ្នែកទាំងនេះអាចជួយឲ្យ Microbit ធ្វើការងារជាច្រើនដូចជាមនុស្សយន្តតូចជាដើមជាមួយ Microbit យើងអាចបង្កើត game តូចភ្លើងចរាចរណ៍អាចបង្កើតជាឧបករណ៍វាស់សីតុណ្ហភាពឧបករណ៍វាស់ជំហានមនុស្សយន្តប្រព័ន្ធ Smart Home គម្រោង IoT មានពាក្យពេញថា Internet of Things មានន័យថាអីគឺនៅលើភ្ជាប់ទៅអ៊ីនធឺណិតទាំងអស់សម្រាប់គម្រោងទាំងនេះគឺជាជំហានដំបូងសម្រាប់ក្លាយជាវិស្វករឬក៏អ្នកបង្កើតប្រព័ន្ធបច្ចេកវិទ្យានាពេលអនាគតយើងនឹងប្រើគេហទំព័រ Microsoft Smart Code ដែលនៅទីនេះគឺក្មួយអាចអូសប្លុកមកដាក់ដើម្បីបង្កើតកម្មវិធីដោយមិនចាំបាច់ទៅសេកូដដោយខ្លួនឯងឡើយអញ្ចឹងក្រោយពីបញ្ចប់យើងអាចទាញកម្មវិធីនេះទៅកាន់ Microbit ហើយយើងឃើញថាវាដំណើរការភ្លាមអញ្ចឹងនៅមេរៀនបន្ទាប់យើងនឹងរៀនបង្កើតកម្មវិធីដំបូងដើម្បីបង្ហាញរូបបេះដូងនិងឈ្មោះរបស់យើងនៅលើ Microbit សូមកុំភ្លេចចុច Subscribe Like និង Share ដើម្បីកុំឲ្យខកខានមេរៀនថ្មីជួបគ្នានៅមេរៀនក្រោយសូមអរគុណ